ថ្មីនេះតាមរយៈព័ត៌មានលើបណ្ដាញសង្គមជាពិសេសការចែករំលែកពីក្រសួងសុខាភិបាលបានព្រមានទៅដល់ការវិលុករបស់ជំងឺធំចំនួន3ដែលយើងគួរតែដឹងហើយនឹងប្រុងប្រយ័ត្នទី1គឺជំងឺបេះដូងលើសឈាមសម្ពាធឈាមឡើងខ្ពស់ដែលជាជំងឺដែលឆក់នៅជីវិតមនុស្សយ៉ាងឆាប់រហ័សដោយមិនដឹងខ្លួនជាពិសេសសម្រាប់លោកអ្នកដែលមានវ័យកាន់តែចំណាស់ទៅសូមមានការប្រុងប្រយ័ត្នហើយនឹងបបដែលធាត់បាទទី2គឺជំងឺមហារីកបាទវាពិតជាជំងឺដែលសាហាវនិងទី3គឺជំងឺទឹកនោមផ្អែមដែលជំងឺមួយនេះយើងពិតជាមិនបានដឹងមិនបានយល់ទេថាតើវាកើតឡើងក្នុងពេលណានោះអញ្ចឹងអ្វីដែលយើងការពីខ្លួនឯងគ្រប់គ្នាជាពិសេសនៅក្នុងក្រុមគ្រួសាររួមទាំងបុត្រធីតាកុមារផងដែរដែលបច្ចុប្បន្នយើងមើលឃើញថាសូម្បីតែកុមារក៏មានបញ្ហាជំងឺទឹកនោមផ្អែមផងដែរដែលកត្តាទាំងអស់នោះអ្វីដែលគួរតែជៀសវាងឬក៏កាត់បន្ថយឲ្យសន្តិបំផុតការទទួលទាននៅភាពផ្អែមពេកប្រៃពេកហើយសម្រាប់លោកអ្នកដែលកំពុងតែប្រព្រឹត្តជាមួយនឹងការទទួលទាននៅគ្រឿងស្រវឹងក៏គួរតែកាត់បន្ថយឲ្យសន្តិបំផុតផងដែរបច្ចុប្បន្នរដូវក្តៅហើយដូច្នេះបងប្អូនគួរតែទទួលទានទឹកឲ្យបានគ្រប់គ្រាន់អ្វីដែលយើងគួរតែដូរទម្លាប់បន្ថែមនោះគឺចូលរួមក្នុងការធ្វើលំហាត់ប្រាណដើម្បីឲ្យរាងកាយរបស់យើងបន្ស៊ាំក៏ដូចជាការជួយរួមចំណែកក្នុងការបញ្ចេញនៅជាតិពុលនៅក្នុងខ្លួនរបស់យើងផងដែរអូខេបងប្អូនខ្ញុំនឹងចែករំលែកនៅចំណុចល្អមួយចំនួនទៀតពាក់ព័ន្ធជាមួយកត្តាសុខភាពអញ្ចឹងបងប្អូនកុំភ្លេចណាចុច like follow និង share ចែករំលែកពីខ្ញុំបាទកឹម Channel